ជំរាបសួរស្វាគមន៍មកកាន់ស្ពូនមែនទែនទៅសម្រាប់អង្គការស្លាបព្រាកម្ពុជារបស់យើងបង្កើតឡើងនៅក្នុងឆ្នាំ2009ដោយ Mr. Ben Chester មកពីសហរដ្ឋអាមេរិកហើយក្រោយមកបន្ទាប់ពី COVID យើងក៏បានផ្ទេរអង្គការមួយនេះមកកាន់ក្រុមការងារក្នុងស្រុករបស់យើងដើម្បីឲ្យយើងដំណើរការអង្គការនេះអញ្ចឹងបច្ចុប្បន្នយើងមាន property ចំនួន2គឺយើងមាន property មួយដែលជាអង្គការដែលយើងផ្ដល់វគ្គសិក្សាដោយឥតគិតថ្លៃទៅឲ្យបងប្អូនដែលគាត់មកពីតំបន់ជួបការលំបាកគាត់អត់មានឱកាសនៅក្នុងការសិក្សាបន្តឬក៏គាត់បោះបង់ការសិក្សាគាត់រស់នៅក្នុងស្ថានភាពគ្រួសារដែលខ្វះខាតគឺគាត់អាចដាក់ពាក្យមករៀនជាមួយយើងដោយឥតគិតថ្លៃបច្ចុប្បន្នយើងផ្ដល់ជូនពួកគាត់នៅជំនាញចំនួន3សំខាន់ក្នុងនោះយើងមានជំនាញផ្នែកចម្អិនម្ហូបជំនាញផ្នែកអាហារនិងភេសជ្ជៈហើយនឹងជំនាញផ្នែកដុតនំហើយនឹងឆុងកាហ្វេក្រៅពីជំនាញធំទាំងហ្នឹងយើងក៏មានមុខវិជ្ជាមួយចំនួនទៀតដែលយើងផ្ដល់ជូនគាត់យើងមានថ្នាក់ភាសាអង់គ្លេសថ្នាក់ computer ថ្នាក់គណិតវិទ្យាជាមូលដ្ឋានព្រមទាំងនិយាយអំពីបរិស្ថានលើកកម្ពស់ស្ត្រីព្រមទាំងរបៀបនៅក្នុងការស្វែងរកការងារធ្វើនៅពេលដែលគាត់រៀនជាមួយយើងហើយនៅពេលដែលគាត់រៀនជាមួយយើងគាត់រៀនទ្រឹស្ដីនៅក្នុងថ្នាក់ហើយគាត់មកអនុវត្តនៅក្នុង restaurant របស់យើងហើយបន្ទាប់មកទៀតគាត់នឹងត្រូវទៅចុះកម្មសិក្សានៅសន្តាគារក៏ដូចជា restaurant ដែលជាដៃគូរបស់អង្គការស្លាបព្រាកម្ពុជាផងដែរដើម្បីឲ្យគាត់ទទួលបានបទពិសោធន៍អញ្ចឹងយើងធ្វើការពាក់ព័ន្ធជាមួយនឹងការចុះកម្មសិក្សារបស់កូនសិស្សរបស់យើងសិស្សានុសិស្សរបស់យើងមាននៅសៀមរាបមាននៅភ្នំពេញមាននៅកោះមាននៅកែបមាននៅក្រុងបរសេនុអញ្ចឹងនៅពេលដែលសិស្សានុសិស្សរបស់យើងគាត់ចុះកម្មសិក្សាសិស្សរបស់យើងមួយចំនួនធំគឺគាត់ទទួលបានការងារនៅអំឡុងពេលដែលគាត់ចុះកម្មសិក្សាតែគ្រាន់ថាតើគាត់រៀនចប់មិនយើងឲ្យគាត់ចាប់ដើមការងារដើម្បីធានាបាននៅគុណភាពនៃការអប់រំរបស់យើងដែរហើយជាទូទៅក្រោយពីកូនសិស្សរបស់យើងគាត់បញ្ចប់ការសិក្សារយៈពេល1ខែគឺគាត់ទទួលបានការងារធ្វើហើយបច្ចុប្បន្នយើងអត់មានកូនសិស្សដែលគាត់បោះបង់ការសិក្សាទេអញ្ចឹងយើងមានសិស្សដែលគាត់រៀនចប់ 100% ហើយក្រោយពីគាត់រៀនចប់ពីកម្មវិធីរបស់យើងគឺ 100% នៃសិស្សគាត់នឹងទទួលបានការងារធ្វើដូចគ្នាតាមពិតជាក់ស្ដែងយើងពិតជាចង់ជួយឲ្យបានច្រើនជាង80នាក់ដោយសារតែយើងឃើញថាសន្ទុះនៃអ្នកដាក់ពាក្យមកគឺមានច្រើនហើយជាទូទៅនៅពេលដែលក្រុមការងាររបស់យើងបានចុះទៅតាមសហគមន៍ចុះទៅតាមសាលាជាពិសេសនៅតាមសហគមន៍តំបន់ដាច់ស្រយាលនៅពេលដែលកូនសិស្សគាត់ដាក់ពាក្យមកយើងមានក្រុមការងាររបស់យើងនៅក្នុងការសម្ភារក៏ដូចជាចុះទៅមើលផ្ទះរបស់គាត់ដោយផ្ទាល់ដើម្បីមើលស្ថានភាពជាក់ស្ដែងរបស់គាត់តើគាត់ត្រូវជាមួយនឹងលក្ខខណ្ឌនៅក្នុងការចូលរួមរៀនជាមួយយើងឬអត់អញ្ចឹងណាហើយយើងឃើញថាពីមួយឆ្នាំទៅមួយឆ្នាំយើងមានសិស្សច្រើនខ្ទង់ចន្លោះពី2ទៅ300ដែលគាត់ដាក់ពាក្យមកប៉ុន្តែដោយសារតែយើងលទ្ធភាពរបស់យើងជួយបាន80នាក់អញ្ចឹងណាយើងពិតជាចង់ឃើញចំនួននឹងច្រើនជាង80នាក់ទៀតទៅថ្ងៃបន្ទាប់ទៀតដែលយើងបន្តកម្មវិធីសិក្សារបស់យើងព្រោះដំបូងឡើយយើង start តាំងពីយើងបើក spoon មកយើង start ពី10នាក់ក្រោយមកយើង start 20នាក់ហើយបន្ទាប់មកទៀតយើងឡើងទៅជា50នាក់បន្ទាប់មកទៀតយើងឡើងទៅជា75ឆ្នាំមុនយើងមាន78ហើយឆ្នាំនេះយើងមាន80នាក់អញ្ចឹងយើងចង់ឲ្យចំនួនហ្នឹងចេះតែកើនឡើងពួកយើងចង់ជួយបងប្អូនដែលគាត់នៅតំបន់ដាច់ស្រយាលឲ្យបានកាន់តែច្រើនដូចគ្នាពួកគាត់ពិតជាសំខាន់អញ្ចឹងនៅពេលដែលគាត់មានការងារធ្វើគាត់អាចបន្តការសិក្សាបន្ថែមទៀតហើយគាត់អាចត្រឡប់ទៅជួយសហគមន៍របស់គាត់វិញបានអញ្ចឹងគាត់គឺជាកម្លាំងស្នូលដ៏សំខាន់ដូចគ្នាអញ្ចឹងយើងចង់ជួយឲ្យបានច្រើនជាងនេះទៀត
សម្រាប់ក្រុមការងារនៅក្នុងអង្គការសហភាពកម្ពុជារបស់យើងជាពិសេសសម្រាប់គ្រូបណ្ដុះបណ្ដាលគឺគ្រូរបស់យើងទាំងអស់គ្នាគឺទទួលបានការទទួលស្គាល់ពីក្រសួងនៅក្នុងការបណ្ដុះបណ្ដាលទៅលើជំនាញរបស់គាត់ឧទាហរណ៍ដូចអ្នកទាំងអស់គ្នាឃើញជាក់ស្ដែងគឺយើងមានថ្នាក់អាហារនិងភេសជ្ជៈហើយគ្រូអាហារនិងភេសជ្ជៈហ្នឹងគឺគាត់ទទួលបានការវាយតម្លៃពីក្រសួងទៅលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់គាត់ផងដែរពីនឹងទៅទៀតយើងក៏មានថ្នាក់ផ្សេងដែលលោកគ្រូអ្នកគ្រូគាត់ទទួលបានជំនាញទៅតាមផ្នែករបស់គាត់នីមួយឧទាហរណ៍ដូចជាគ្រូរបស់ផ្នែក culinary គាត់ទទួលបានការទទួលស្គាល់ទៅលើផ្នែក culinary ផ្នែកចុងភៅហើយសម្រាប់គ្រូផ្នែកដុតនំគាត់ក៏ទទួលបានការទទួលស្គាល់ពីផ្នែកដុតនំនឹងដូចគ្នាអញ្ចឹងអ្នកបណ្ដុះបណ្ដាលនៅទីនេះគឺយើងទទួលបានការទទួលស្គាល់ពីក្រសួងពាក់ព័ន្ធទៅលើជំនាញនៅក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ពួកគាត់ទាំងអស់គ្នាតែនៅនេះក្រៅពីផ្ដល់ការអប់រំដោយឥតគិតថ្លៃផ្ដល់ការចុះកម្មសិក្សាដោយឥតគិតថ្លៃទៅដល់បងប្អូនដែលគាត់មកចូលរៀនជាមួយនឹងកម្មវិធីសិក្សារបស់យើងក៏មានផ្ដល់នៅតម្រូវការចាំបាច់មួយចំនួនម្លងពេលដែលគាត់រៀនជាមួយយើងរយៈពេល1ឆ្នាំនឹងដូចគ្នាគឺយើងផ្ដល់កន្លែងស្នាក់នៅជូនគាត់ដោយឥតគិតថ្លៃយើងផ្ដល់ uniform ឯកសណ្ឋានទៅឲ្យគាត់ហើយយើងផ្ដល់សម្ភារៈនៅក្នុងការរស់នៅក៏ដូចជាសម្ភារៈមួយចំនួនពេលដែលគាត់ចាប់ផ្ដើមមកជាមួយយើងសម្ភារៈសិក្សាផ្សេងៗហ្នឹងយើងផ្ដល់ជូនគាត់ហើយនៅពេលដែលគាត់រស់នៅជាមួយយើងរយៈពេល1ឆ្នាំហ្នឹងយើងក៏មានក្រុមការងារនៅក្នុងការជួយសម្របសម្រួលការរស់នៅរបស់គាត់ដូចគ្នាដែរបើក្នុងករណីដែលគាត់មានបញ្ហាសុខភាពព្រោះយើងមើលអត់ឃើញទេពេលខ្លះយើងអាចពេលប៉ុន្តែជាមួយនឹងគ្រោះថ្នាក់ផ្សេងដែលយើងស្មានអត់ដល់គ្រោះថ្នាក់ចៃដន្យអីផ្សេងគឺយើងមានធានារ៉ាប់រងសុខភាពសម្រាប់គាត់ដូចគ្នាដែរកំឡុងពេលដែលគាត់នៅរៀនជាមួយយើង1ឆ្នាំចាហើយនៅពេលដែលគាត់រៀនចប់ហ្នឹងយើងជួយគ្រប់គ្រងគាត់ទៀតបានន័យថាពេលដែលគាត់រៀនយើងជួយរកការងារឲ្យគាត់ធ្វើយើងឲ្យបរៀនគាត់ពីរបៀបនៅក្នុងការមើលកុងត្រាមើលការងារហ្នឹងមុនពេលគាត់សម្រេចចិត្តធ្វើការហើយនៅពេលដែលគាត់រៀនចប់យើងនឹងផ្ដល់ជាអនុសាសន៍ក្នុងករណីដែលគាត់ចង់ upgrade skill ចង់ធ្វើឲ្យជំនាញរបស់គាត់រឹតតែល្អប្រសើរគាត់ក៏អាចមកសុំយោបល់ពីសាលាហើយបើមានកម្មវិធីផ្សេងយើងក៏អាចណែនាំកម្មវិធីល្អជាច្រើនក្រោយពីគាត់រៀនចប់ហ្នឹងទៅជូនគាត់ទៀតបើសិនជាគាត់ត្រូវការពីពួកយើងជាក់ស្ដែងយើងធ្លាប់បានធ្វើការមួយចំនួនជាមួយនឹងអង្គការផ្សេងដូចគ្នាជាមួយនឹងបងខាងសហគមន៍ដែលគាត់មានជាអាជីវកម្មតូចហើយគាត់អត់ទាន់មានការវិតម្លៃពាក់ព័ន្ធជាមួយនឹងអាជីវកម្មរបស់គាត់ឬគាត់អត់ទាន់មានទំនុកចិត្តគ្រប់គ្រាន់គាត់ធ្លាប់មកទទួលបានចំណេះជំនាញខ្លះគេហៅ short course program ជាលក្ខណៈថ្នាក់រៀនខ្លីរយៈពេល1សប្តាហ៍ឬក៏រយៈពេល2សប្តាហ៍យើងក៏ធ្លាប់ធ្វើshort course program បែបហ្នឹងទៅកាន់បងខាងសហគមន៍ដែរហើយនៅទីនេះយើងមានចំណុចពិសេសមួយចំនួនទៀតដែលជាចំណុចដែលយើងតែងតែអនុវត្តគឺពាក់ព័ន្ធជាមួយនឹងបរិស្ថានអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍នៅទីនេះយើងព្យាយាមគ្រប់គ្រងសម្រាមក៏ដូចជាព្យាយាមកាត់បន្ថយនៅការប្រើប្រាស់ថង់ប្លាស្ទិកឬក៏របស់ដែលយើងអាច recycle បានហើយយើងក៏បាននិយាយពីការទទួលខុសត្រូវទៅលើបរិស្ថានសម្រាប់កូនសិស្សយើងហើយយើងក៏ព្យាយាមពញ្ជ្រាបចំណុចទាំងអស់នេះទៅកាន់ពួកគាត់ដូចគ្នាយើងតែងតែនាំកូនសិស្សរបស់យើងចូលរួមសកម្មភាពសង្គមឧទាហរណ៍ដូចជាការរើសសម្រាមការស្ម័គ្រចិត្តបរិច្ចាគឈាមក្នុងករណីដែលគាត់ស្ម័គ្រចិត្តយើងជូនគាត់ទៅបរិច្ចាគឈាមហើយមួយទៀតការរស់នៅគឺយើងព្យាយាមឲ្យគាត់ប្រើប្រអប់អីដែលគាត់អាចដាក់អីវ៉ាន់បានដាក់អីដែលហូបបានកុំឲ្យគាត់បាក់ប្រើប្រាស់ប្លាស្ទិកនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃហើយយើងព្យាយាមឲ្យគាត់ប្រើដបទឹកដែលគាត់អាច refill ច្រកទឹកពីស្ពូនរបស់យើងដើម្បីគាត់អាចញ៉ាំទឹកបានជាជាងការប្រើប្រាស់ដបប្លាស្ទិកជាប្រចាំដែលគាត់ជា single use ដែលគាត់អាចប្រើប្រាស់ក្នុងការ recycle ការប្រើប្រាស់ឡើងវិញបានអញ្ចឹងយើងក៏ព្យាយាមបញ្ជ្រាបចំណុចទាំងអស់ហ្នឹងទៅឲ្យសិស្សរបស់យើងដូចគ្នាម្លងពេលដែលគាត់នៅជាមួយយើង1ឆ្នាំហ្នឹងគាត់ត្រូវធ្វើចំណុចទាំងអស់ហ្នឹងជាមួយយើងអញ្ចឹងសម្រាប់ពួកយើងទាំងអស់គ្នាពួកយើងមើលឃើញថាការអប់រំគឺជាចំណុចដែលសំខាន់មែនទែនហើយយើងគិតថាការអប់រំនឹងជួយជំរុញឲ្យកម្លាំងស្នូលរបស់យើងគាត់មានធម៌ពលហើយគាត់ក៏ជាអ្នកដែលនឹងជារស័យអាចថាជាទំពាំងដែលនឹងស្នងរស័យទៅថ្ងៃអនាគតអញ្ចឹងយើងជឿជាក់ថាធនធានដែលយើងព្យាយាមបណ្ដុះបណ្ដាលហ្នឹងនឹងគាត់នឹងក្លាយទៅជាធនធានដ៏ល្អមួយសម្រាប់សង្គមរបស់យើងអញ្ចឹងការអប់រំគឺផ្ដើមចេញពីទាំងអស់គ្នា
ជាពិសេសយើងត្រូវផ្ដល់ឱកាសដល់អ្នកដែលគាត់អត់មានឱកាសឲ្យបានច្រើនដើម្បីឲ្យគាត់មានឱកាសបានរៀនសូត្រឲ្យបានច្រើនដូចគ្នាដែរអញ្ចឹងសូមអរគុណសម្រាប់អ្នកទាំងអស់គ្នាដែលបានគ្រប់គ្រងជាពិសេសសូមអរគុណដល់អាជ្ញាធរមូលដ្ឋានដែលជួយសម្របសម្រួលនៅពេលដែលយើងមានសកម្មភាពផ្សេងជាពិសេសអរគុណសម្រាប់ការបែងចែកពេលវេលានៅក្នុងការមកចូលរួមកម្មវិធីសំខាន់របស់អង្គការស្លាបព្រាកម្ពុជាឧទាហរណ៍នៅពេលដែលយើងមានកម្មវិធីធំដូចជាការចែកសញ្ញាបត្រជូនដល់កូនសិស្សចែកវិញ្ញាបនបត្រដល់កូនសិស្សផ្សេងគឺពួកគាត់តែងតែឆ្លៀតពេលវេលាមកចូលរួមបើទោះបីជាកាលវិភាគនៅក្នុងការធ្វើការរបស់គាត់រវល់ក៏ដោយអញ្ចឹងសូមអរគុណមែនទែនសម្រាប់ការជួយសម្របសម្រួលមកចូលរួមសកម្មភាពជាមួយពួកយើងទាំងអស់គ្នាអរគុណ